ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទជាខកសុនមានព័ត៌មានសុខភាពថ្មីមួយទៀតដើម្បីចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទអញ្ចឹងព័ត៌មានសុខភាពថ្ងៃនេះនិយាយអំពីអាការៈ COVID-19 ថ្មីដែលភាសាអង់គ្លេសហៅថា COVID-19 JN1 variant symptom បាទឃើញនៅពេលបច្ចុប្បន្នហ្នឹងគឺមានការកើតមានជាថ្មីទាក់ទងនឹងមេរោគ COVID-19 ហ្នឹងបាទគឺជាប្រភេទបំលែងថ្មីមួយទៀតដែលយើងឃើញថាមានអត្រានៃការឆ្លងខ្ពស់ហើយនឹងអាចបង្កទៅជាជំងឺធ្ងន់ធ្ងរផងដែរបាទយើងចង់ដឹងថាតើអាការៈ COVID-19 ថ្មីហ្នឹងមានអាការៈរោគសញ្ញាអ្វីខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមានការក្នុងនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសៀងដើមទី2គឺអាការៈ COVID-19 ថ្មីនិងទី3គឺវិធានការបង្ការការឆ្លងបាទយើងចង់ដឹងថាតើអាការៈ COVID-19 ថ្មីហ្នឹងវាមានអាការៈអ្វីខ្លះដែលយើងក៏សម្គាល់បាទវិធានការសុខាភិបាលដែលយើងត្រូវតែប្រកាន់យកនឹងមានអ្វីខ្លះដែរបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមយោងតាម website ada.com ដែលបានចេញផ្សាយក្នុងពេលថ្មីៗហ្នឹងយើងគិតថាវីរុសប្រភេទ JN1 COVID-19 គឺជាសណ្ដានរបស់ BA.2.86 និងក្រុមពួក Omicron រោគសញ្ញាវីរុសនេះគឺស្រដៀងទៅនឹងរោគសញ្ញារបស់ BA.2.86 និង Omicron ហើយវាមានហានិភ័យទាបនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរផងដែរបាទនឹងគឺតកតងនឹងពពួកប្រភេទថ្មីហ្នឹងបាទយើងថាវីរុសប្រភេទ JN1 COVID-19 ហ្នឹងគឺអាចងាយឆ្លងខ្លាំងហើយអាចគេចផុតបានខ្លះពីប្រព័ន្ធការពារបង្កើតឡើងដោយការចាក់វ៉ាក់សាំងហើយអាចបង្កជំងឺលឿនជាងមុនខុសពីប្រភេទមេរោគ COVID ផ្សេងទៀតផងដែរបាទអញ្ចឹងយើងមកជាបន្តទៀតតើតើអាការៈ COVID-19 ថ្មីតើអាការៈ COVID-19 ថ្មីនឹងមានអាការៈអ្វីខ្លះដែលយើងអាចកត់សម្គាល់បានបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយោងតាម website ada.com ដដែលបានឃើញថាអាការៈ COVID-19 ថ្មីហ្នឹងគឺរោគសញ្ញាជាទូទៅលេចឡើងនៅចន្លោះពី2ទៅ14ថ្ងៃបន្ទាប់ពីការឆ្លងវីរុសចូលក្នុងខ្លួនហើយអាចមានលក្ខណៈស្រាលទៅធ្ងន់ធ្ងរផងដែរបាទជាពិសេសគឺអ្នកដែលមានជំងឺប្រចាំកាយបាទឬក៏អ្នកមានជំងឺរ៉ាំរ៉ៃផងដែរបាទហើយជាពិសេសទៅទៀតនោះគឺមនុស្សចាស់ឬក៏អ្នកដែលមានប្រព័ន្ធការពារចុះខ្សោយបាទអញ្ចឹងថារោគសញ្ញាវាគឺអាចកើតមានលឿនជាង COVID មុនបាទគឺចន្លោះពី2ទៅ14ថ្ងៃហ្នឹងបាទអញ្ចឹងយើងមើលជាបន្តមកទៀតតើតើអាការៈ COVID-19 ថ្មីទី1ដែលគេសង្កេតឃើញហ្នឹងគឺគ្រុនក្តៅឬរងាញញាក់បាទអញ្ចឹងអ្នកជំងឺអាចមានកម្ដៅលើសពី37.5អង្សាសេបាទឬក៏លើសហ្នឹងបាទអាចដល់38ឬក៏39ផងដែរយើងមើលតទៀតតើតើអាការៈ COVID-19 ថ្មីទី2គឺអ្នកជំងឺមានសញ្ញាអាការៈក្អកស្ងួតបាទវាអត់មានស្លេះទេគឺក្អកស្ងួតតែម្ដងបាទហ្នឹងគឺយើងសង្កេតឃើញផងដែរទៅលើមេរោគពួក COVID-19 ថ្មីហ្នឹងបាទយើងមើលបន្តទៀតតើតើនឹងអាការៈ COVID-19 ថ្មីទី3គឺអ្នកជំងឺអាចហត់ឬក៏ពិបាកដកដង្ហើមបាទអានឹងជាសញ្ញាមួយដែលថាមេរោគនឹងវាបង្កបញ្ហាទៅលើសួតឬផ្លូវដង្ហើមយើងផងដែរបាទយើងបន្តទៀតតើតើអាការៈ COVID-19 ថ្មីទី4គឺអ្នកជំងឺមានអាការៈអស់កម្លាំងបាទអញ្ចឹងបញ្ហាអស់កម្លាំងហ្នឹងគឺយើងសង្កេតឃើញលើអ្នកដែលមានការបង្ករោគដោយវីរុសបាទរួមទាំងពួក COVID-19 ថ្មីផងដែរបាទយើងបន្តទៀតតើតើអាការៈ COVID-19 ថ្មីទី5គឺអ្នកជំងឺឈឺសាច់ដុំឬក៏ឈឺរាងកាយតែម្ដងបាទអាហ្នឹងគឺវាតកតងនឹងវីរុសការបង្ករោគដោយវីរុសភាគច្រើនវាអាចធ្វើយើងឈឺសាច់ដុំឬក៏ឈឺរាងកាយបាទយើងមើលបន្តទៀតតើតើអាការៈ COVID-19 ថ្មីទី6គឺអ្នកជំងឺមានអាការៈឈឺក្បាលបាទអញ្ចឹងអាការៈឈឺក្បាលហ្នឹងក៏យើងសង្កេតឃើញលើអ្នកដែលមានអាការៈតកតងជំងឺ COVID-19 ថ្មីហ្នឹងផងដែរបាទមើលបន្តទៀតតើតើអាការៈ COVID-19 ថ្មីទី7គឺអ្នកជំងឺមានអាការៈឈឺបំពង់កបាទអញ្ចឹងការឈឺបំពង់កបាទជាសញ្ញាមួយដែលយើងឃើញមាននៅក្នុងអាការៈ COVID-19 ថ្មីហ្នឹងផងដែរបាទយើងមកបន្តទៀតតើតើអាការៈ COVID-19 ថ្មីទី8គឺអ្នកជំងឺតឹងច្រមុះឬក៏ហៀរសម្បោរបាទឬក៏ហូរសម្បោរហ្នឹងបាទយើងឃើញថាក៏សង្កេតឃើញលើអ្នកមានអាការៈ COVID-19 ថ្មីផងដែរដែលវាអាចច្រឡំជាមួយនឹងផ្ដាសាយធម្មតាផងដែរបែបហ្នឹង
បាទទាំងអស់នោះគឺជាអាការៈដែលយើងឃើញមានតកតទៅនឹង COVID-19 ថ្មីចឹងដើម្បីបង្ការកុំឲ្យមានការឆ្លងនិងការកើតមានជំងឺយើងគួរតែគ្រប់ទៅតាមវិធានការបង្ការការឆ្លងជំងឺហ្នឹងចឹងវិធានការបង្ការការឆ្លងនឹងមានអីខ្លះយើងមើលការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងបើយោងតាមអឺការចេញផ្សាយថ្មីថ្មីរបស់ក្រសួងសុខាភិបាលយើងឃើញថាវិធានការបង្ការជំងឺឆ្លងហ្នឹងគឺយើងធ្វើម៉េចអាចជៀសផុតពីការឆ្លងវីរុស COVID-19 ម្លេងថ្មីបានបាទអញ្ចឹងចម្លើយគឺយើងត្រូវអនុវត្តវិធានការបង្ការនៃការឆ្លងហ្នឹងតើវិធានការនៃការបង្ការនៃការឆ្លងមានអីខ្លះយើងមើលការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធានការបង្ការការឆ្លងសំខាន់ទី1យើងត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាតក្នុងរយៈពេល40វិនាទីឬក៏ជាមួយនឹងអាល់កុលក្នុងរយៈពេល20វិនាទីទី2យើងត្រូវពាក់ម៉ាស់ករណីចាំបាច់ជាពិសេសគឺនៅពេលកំពុងតែពាក់ម៉ាស់សូមកុំយកដៃទៅប៉ះនៅផ្ទៃមុខនៃម៉ាស់ឬក៏ទាញម៉ាស់ដាក់ក្រោមចង្កាឬនឹងត្រូវបដូរម៉ាស់ជាថ្មីនៅពេលដែលម៉ាស់វាសើមទី3គឺយើងត្រូវជៀសវាងការខាតស្ដោះពីវាពីកាលបាទនឹងវាអាចជាការចម្លងថែមទៀតតទៅនឹងការស្ដោះទឹកមាត់ឬក៏កំហាក់ផ្សេងៗពីវិពីកាលហ្នឹងបាទហើយយើងត្រូវធ្វើការខ្ទប់មាត់និងច្រមុះនៅពេលដែលយើងក្អកកណ្ដាស់ដោយប្រើម៉ាស់ឬក៏ប្រើផ្នត់កែងដៃបាទឬក៏កម៉ាកន្សែងឬក៏กระดาษអនាម័យរួចខ្ចប់បោះចោលទៅក្នុងធុងសម្រាប់បិទជិតត្រឹមត្រូវមួយទៀតដែរគឺយើងត្រូវជៀសវាងបាទការចូលរួមនៅក្នុងទីប្រជុំជនឬក៏ការធ្វើដំណើរបើសិនបើអ្នកមានអាការៈក្តៅខ្លួនក្អកឬក៏ពិបាកដកដង្ហើមឬមានបញ្ហាសុខភាពហើយត្រូវទៅពិនិត្យព្យាបាលជំងឺឲ្យបានត្រឹមត្រូវផងដែរបាទវិធានការបង្ការការឆ្លងមួយទៀតគឺយើងត្រូវរក្សាគម្លាតសុវត្ថិភាពនៅពេលដែលយើងនៅក្បែរបុគ្គលដែលមានរោគសញ្ញាដោយផ្ដាសាយបាទអញ្ចឹងអាការៈ COVID-19 ថ្មីហ្នឹងវាអាចស្តៀងផ្ដាសាយដែរយើងត្រូវប្រយ័ត្នអាហ្នឹងបុគ្គលម្នាក់ៗត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំង COVID-19 បន្ថែមដើម្បីពង្រឹងកងការពារខ្លួនយើងនិងពង្រឹងភាពស៊ាំនៅក្នុងសហគមន៍ដើម្បីបន្តជៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈនិងបន្តនិរន្តរភាពនៃការរស់នៅធម្មតាប៉ុន្តែនៅក្នុងគន្លងប្រក្រតីថ្មីផងដែរបាទយើងមើលតទៀតប៉ះសិនបើមានរោគសញ្ញាគ្រុនក្តៅក្អកឈឺក្បាលហៀសម្បាវគឺត្រូវស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាពឬក៏នៅមន្ទីរពេទ្យរដ្ឋឬក៏ទំនាក់ទំនងមកលេខ115និងត្រូវពាក់ម៉ាស់ដើម្បីបង្ការការឆ្លងទៅអ្នកដទៃផងដែរបាទនឹងយោងទៅតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលអំពីការពារទាក់ទងនឹងការឆ្លងទាក់ទង COVID-19 ថ្មីហ្នឹងបាទហើយផ្សិតបាទពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតអាចចូលរួមជាមួយក្រុម Telegram យើងខ្ញុំគឺព័ត៌មានសុខភាពបាទធ្វើការ scan QR code ទៅដើម្បីចូលក្នុងក្រុមយើងខ្ញុំដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងៗជាពិសេសគឺជំងឺតាក់ទងប្រាំលាហាជំងឺតាក់ទងផ្អាប់ទឹកមាត់ឬក៏ជំងឺតាក់ទងផ្អាប់បន្តពូជបាទប្រឹក្សាដល់គិតថ្លៃតាមលេខ Telegram 3ខ្សែគឺ092 59 350 088 3132 225ហើយនិង016 58 57 64ផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាច្រើនបាទយើងអាចចូលទៅក្នុង YouTube Channel វាយពាក្យ CML Health Science Official បាទដោយអក្សរស្រាប់បាទចុច search បាទស្វែងរកទៅបាទពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលទៅក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជ្រុំ subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ